Hello សួស្តីទាំងអស់គ្នាខ្ញុំបាទ QB ស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃប៉ុណ្ណេះគឺយើងនឹងបន្តសាច់រឿងព្រេងនិទានព្រលឹងដៃអធិរាជភាគទី4នៃរដូវកាលទី3របស់យើងបន្តទៀតហើយមុននឹងចូលដល់ការសម្រេចក៏សូមឲ្យទាំងអស់គ្នាជួយចុច Subscribe ក៏ដូចជាដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាភាគថ្មីៗបន្តបើសិនជាអ្នកទាំងអស់គ្នាជួយចុច Subscribe Admin ម្នាក់មួយរៀងហើយអញ្ចឹងចូលទៅកាន់ការសម្រេចរបស់យើងទាំងអស់គ្នាតែម្ដងទៅចាប់ដើមឡើងនៅក្នុងភាគទី4នេះជាមួយនឹងឡងយ៉ាងគេមានការព្យាបាលជាងខ្លាំងបន្ទាប់ពីបានឮការរីកការរបស់យ៉ាងហ្វានស៊ូបញ្ជាក់មកយ៉ាងហ្វានទៀតថាតើវាពិតដែរឬអត់យ៉ាងហ្វានក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថាមិនខុសនោះទេគេគឺបានប៉ះទង្គិចគ្នាជាមួយនឹងដើព្រះឈៀនខុនហើយគេក៏មិនជាដៃគូជាមួយនឹងដើព្រះឈៀនខុននោះទេទើបគេសម្រេចចិត្តចូលមកកាន់ទីនេះយ៉ាងហ្វានគេក៏ស្ទើរតែមិនជឿផងដែរថាដើព្រះឈៀនខុនក៏សម្រុកចូលមកកាន់ទីនេះតាមគេផងដែរយ៉ាងហ្វានក៏បានប្រាប់ឲ្យឡងយ៉ាងបន្ថែមទៀតថាដើព្រះឈៀនខុនម្នាក់នោះគេគឺមិនគោរពដើព្រះឡងយ៉ាងសំបីតែបន្តិចគ្រាន់តែលើអញ្ចឹងភ្លាមក៏ធ្វើឲ្យដើព្រះឡងយ៉ាងនឹងពិតជាមានកំហឹងមកកាន់លូយ៉ាងមកតង់ទៀតហើយនិយាយទាំងកំហឹងផងដែរថាដើព្រះឈៀនខុនខ្ញុំក៏ចង់ដឹងថាឯងក្រអិតក៏ទុំប៉ុណ្ណាដែររួចហើយពួកគេទាំង6នាក់ដែលទុកឲ្យព្រះលហិតនៅធ្វើការហ្វឹកហាត់បន្តពួកគេក៏បានចេញមកដើម្បីតាមរកលូយ៉ាងនៅកន្លែងដែលយ៉ាងហ្វានគេបានឃើញលូយ៉ាងហោះចូលមកតែនៅពេលដែលបានមកដល់ទីតាំងមួយនឹងក៏ស្រាប់តែអត់ឃើញលូយ៉ាងនោះទេអញ្ចឹងហើយក៏បានធ្វើឲ្យយ៉ាងហ្វានគេពិតជាមានការភ្ញាក់ផ្អើលនៅចម្លែកនៅក្នុងចិត្តជាខ្លាំងដោយបែបនេះហើយឡុងយ៉ាងក៏បានប្រាប់ឲ្យអ្នកគ្រប់គ្នាចេញទៅតាមស្វែងរកលូយ៉ាងនៅខាងក្រៅទៅបន្ទាប់ពីពួកគេបានចេញមកដល់ខាងក្រៅហើយដើរព្រះឡុងយ៉ាងក៏បានសួរអ្នកយាមនៅខាងមុខនឹងថាតើដើរព្រះឈិនគុនគេបានចេញមកខាងក្រៅហើយឬនៅអ្នកយាមក៏បានប្រាប់ថាមិនទាន់បានឃើញចេញមកនោះទេបន្ទាប់ពីគេចូលទៅខាងក្នុងតាមយ៉ាងហ្វានគ្រាន់តែលើការរីការបស់អ្នកយាមភ្លាមក៏បានធ្វើឲ្យយ៉ាងហ្វានគេពិតជាមានការផ្ទះផ្អើលយ៉ាងខ្លាំងបន្ថែមទៀតហើយនឹងបាននិយាយថាវាមិននឹងអាចទៅរួចទៅគេបានជាបាត់ខ្លួនដែលបែបនេះទាំងដែលចេះស្ដែងទៅទីតាំងទាំងអស់នេះគឺពោពេញទៅដោយកន្លែងដែលហាមឃាត់តែទាំងអស់នៅចំណែកឯដើរព្រះឡុងយ៉ាងនឹងវិញក៏បានគិតផងដែរថាគេប្រហែលជាទំនងលាក់ខ្លួននៅទីតាំងតូចៗណាមួយហើយគិតបែបហ្នឹងរួចហើយឡុងយ៉ាងក៏បានប្រាប់ឲ្យអ្នកក្រមបង្ករបស់គេនឹងតាមស្វែងរកលូយ៉ាងឲ្យទាល់តែឃើញទៅមិនថាត្រូវបំបីថ្មកំតិចអ្វីក៏ដោយបែបនេះពួកគេក៏បានទទួលបញ្ជាទៅនឹងការបង្កប់បញ្ជារបស់ដើរព្រះឡុងយ៉ាងនឹងបានសម្រេចខ្លួនស្វែងរកលូយ៉ាងពីទីតាំងមួយទៅទីតាំងមួយប៉ុន្តែហាក់ដូចជាអត់ឃើញសោះអញ្ចឹងហើយពួកគេក៏បញ្ញាមករីកាដល់ឡុងយ៉ាងវិញថាពួកគេមិនបានរកឃើញដើរព្រះឈិនខុននោះទេដូច្នេះហើយពួកគេទាំង6នាក់នឹងក៏បានចូលទៅខាងក្នុងវិញធ្វើដំណើរមកជួបជាមួយនឹងព្រះលហិតវិញឯព្រះលហិតដែលកំពុងតែហ្វឹកហាត់វិញក៏បានបើកភ្នែកឡើងសួរមកកាន់ពួកគេថាតើដោះស្រាយឬហើយឬនៅឡុងយ៉ាងក៏បានធ្វើការគោរពមកកាន់ព្រះលហិតនិងបានតបមកកាន់ព្រះលហិតថាវិគុអាម៉ាខ្លាំងណាស់ពួកយើងគឺមិនបានរកឃើញនោះទេបើទោះបីជាពួកយើងព្យាយាមស្វែងរកយ៉ាងណាក៏ដោយក៏ហាក់ដូចជាមិនបានឃើញសញ្ញាអំពីគេនោះសោះគ្រាន់តែលឺអញ្ចឹងភ្លាមព្រះលហិតនឹងក៏បានក្រោកឈរឡើងនិងនិយាយម្នាក់ឯងថាវាគ្រាន់តែជាព្រះឋានសួគ៌ក្នុងទាបតែប៉ុណ្ណោះបើជាអាចបង្កបញ្ហាដល់ឋានៈនេះប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេបានប្រមាថទៅដល់ស្ដេចព្រះទៅហើយអញ្ចឹងនៅពេលដែលពួកយើងបានជួបគេពួកយើងមិនអាចឲ្យគេទៅបាននោះឡើយខ្ញុំនឹងធ្វើដំណើរដើម្បីស្វែងរកគេជាមួយនឹងអ្នកទាំងអស់គ្នាព្រោះខ្ញុំមានវិធីសាស្ត្រដើម្បីអាចស្វែងរកឃើញអំពីសញ្ញារបស់គេគ្រាន់តែឮថាព្រះលហិតម្នាក់នឹងចូលរួមដើម្បីស្វែងរកលូយ៉ាងដោយផ្ទាល់បែបនេះក៏បានធ្វើឲ្យលឹងយ៉ាងនឹងមកយកមុខថែមទៀតនិយាយមកកាន់ព្រះលហិតម្នាក់នឹងបន្ថែមទៀតថាដោយសារតែព្រះលហិតដឹកនាំនៅការស្វែងរកដើរព្រះឈៀនខុនដោយផ្ទាល់បែបនេះហើយចាំងពួកយើងនឹងព្យាយាមតាមចាប់គេឲ្យបាននៅពេលដែលព្រះលហិតស្វែងរកគេឃើញបន្ទាប់ពីពួកគេទាំងអស់គ្នាបានធ្វើដំណើរមកដល់ខាងមុខបានតែបន្តិចព្រះលហិតគេក៏បានបញ្ចេញនៅប្រអប់ពណ៌មាសមួយឃើញព្រាមដើរព្រះឡុងយ៉ាងនឹងគេក៏បានដឹងថាវាគឺជាស្រមោលប្រលឹងលហិតដេញតាមខ្សាច់ដូច្នេះព្រះលហិតក៏បានបញ្ជាប្រាប់អំពីសុវត្ថិភាពរបស់វាថាបើទោះបីជាលូយ៉ាងគេទៅតាណាក៏ដោយក៏គេមិនអាចគេចផុតពីការដេញតាមរបបប្រអប់នេះបានដែរចំណែកឡុងយ៉ាងវិញក៏បានប្រាប់ប៉ែម្នាក់ដែលមានមុខស្តៀងស្វានឹងឲ្យទៅការពារច្រកចូលដើម្បីការពារកុំឲ្យលូយ៉ាងរត់គេចខ្លួនចេញទៅខាងក្រៅវិញនៅពេលដែលពួកគេព្យាយាមប្រើប្រាស់នៅប្រអប់មួយនឹងដើម្បីស្វែងរកអំពីដានរបស់លូយ៉ាងមួយសន្ទុះហើយក៏ហាក់ដូចជាអត់មានបានឃើញសោះអញ្ចឹងពួកគេក៏ពិតជាមានការព្យាបាលយ៉ាងខ្លាំងឡុងយ៉ាងក៏បានសួរមកកាន់ព្រះលហិតថាតើដើរព្រះឈិនខុននេះគេបានស្ថិតនៅក្នុងតំបន់ផ្គររន្ទះដែរឬក៏អត់ព្រះលហិតគេក៏បានឆ្លើយតបទៅនឹងសំណួររបស់ឡុងយ៉ាងដែរគេក៏បានបញ្ជារបស់គេឡើងមក
គប់ឡើងទៅលើវិលជុំវិញតំបន់ហ្នឹងនៅពេលដែលវាត្រឡប់មកវិញព្រះលហិតនឹងគេក៏បានដឹងថា Blue Giant គេមិនបានស្ថិតនៅក្នុងតំបន់កូរ៉េនឹងទេព្រោះតែអាវុធរបស់គេដែលគប់ចេញទៅនឹងគឺគ្មានប្រតិកម្មអ្វីសោះឡុងយ៉ាងគេបែរជាគិតថា Blue Giant ស្លាប់ទៅវិញដោយសារតែបែបនេះទៅហើយព្រះលហិតម្នាក់នឹងគេក៏បានប្រាប់ថាដោយសារតែដែលព្រះឈិនគុនគេបានស្លាប់ទៅហើយអញ្ចឹងកុំឲ្យកាត់ពេលរបស់ពួកយើងយូរទៀតគឺមានតែបន្តធ្វើការហ្វឹកហាត់នៅក្នុងតំបន់ខ្យល់គួចនេះទៅយើងងាកមកខាង Blue Giant ដែលកំពុងតែធ្វើការហ្វឹកហាត់យ៉ាងលំបាកលំបិនវិញនៅក្នុងតំបន់ខ្យល់គួចមួយដែលនៅក្បែរនោះហើយមូលហេតុដែលគេរកមិនឃើញ Blue Giant នោះដោយសារតែ Blue Giant បានប្រើប្រាស់នៅបច្ចេកទេសម្យ៉ាងដែលទទួលបានពីគ្រូរបស់គេដែលជាដៅព្រះហ្វឹកហាត់យ៉ាងលំបាកលំបិនបណ្ដានឹង Blue Giant គេក៏បាននិយាយក្នុងចិត្តថាគឺមានតែធ្វើឲ្យគ្រឹះរឹងមាំនោះទេទើបគេអាចធ្វើការហ្វឹកហាត់នៅរូបកាយបកូរន្ទះបានសម្រាប់ជាមួយនឹងដាវបកូរន្ទះដ៏កាយសាហាវនិងជំនាញដាវបកូរន្ទះដ៏រន្ធត់បែបនេះពេលវេលាក៏កាន់តែខិតចូលទៅយូរទៅអញ្ចឹង2ឆ្នាំក៏បានកន្លងផុតទៅដោយលឿនដូចកុហកនៅទីបំផុត Blue Giant គេក៏អាចហ្វឹកហាត់នៅរូបកាយបកូរន្ទះរបស់គេបានដោយជោគជ័យបែបនេះដែលព្រះដែលត្រូវជាគ្រូរបស់គេក៏បានប្រាប់ Blue Giant ថាដោយសារតែគេបានហ្វឹកហាត់នៅរូបកាយបកូរន្ទះបានសម្រេចហើយអញ្ចឹងគេក៏អាចចូលទៅតំបន់ Snow បានហើយដើម្បីទទួលបាននៅថ្មដតេវភាពនៃប្រភពដើមធាតុទឹកភ្លើងហើយទោះជាយ៉ាងណាក៏ដោយ Blue Giant គឺត្រូវតែឆ្លងកាត់នៅច្រោះចូលនៅចុងតំបន់សុវត្ថិភាពគឺត្រូវឆ្លងកាត់ទីនោះដោយផ្ទាល់ដើម្បីទៅកាន់សមុទ្រនៃបកូរន្ទះឬដូច្នេះ Blue Giant ក៏បានតវ៉ាជាមួយនឹងគ្រូរបស់គេថាប៉ុន្តែ Blue Giant គឺនៅទីនោះអញ្ចឹងគឺចូលទៅប្រៀបដូចជាកូនជៀមចូលទៅឲ្យចចស៊ីអញ្ចឹងឬការតវ៉ារបស់គេបែបនេះដែលព្រះគាត់ក៏បានដោះថ្ងាំធំបន្តិចនិងបានបញ្ជូលប្រាប់គេឲ្យដឹងទៀតថាចាំបាច់ត្រូវខ្លាចធ្វើអ្វីទៅឲ្យតែ Blue Giant គេមានល្បឿនលឿនទៅគឺអាចគេចផុតពីពួកអ្នកទាំងអស់នោះបានហើយប្រាប់ Blue Giant ឲ្យដឹងទៀតថាគឺត្រូវតែធ្វើការបម្លាស់ទីទៅតាមការបង្គាប់បញ្ជារបស់គាត់ជាដាច់ខាតស្អីរឿងក៏បានកាត់មកខាងដែលព្រះLong Giant ព្រមជាមួយនឹងគ្នារបស់គេវិញហើយក៏មានអ្នកក្រុមបង្គាប់របស់ពួកគេ2នាក់ពងដើរល្បាតនៅក្បែរនឹងសុកក៏ស្រាប់តែឃើញវត្តមានរបស់ Blue Giant បានមកដល់ទីនឹងភ្លាមពួកគេក៏ព្យាយាមរត់ប៉ុន្តែអត់រួចនោះទេត្រូវបាន Blue Giant វាយប្រហារពួកគេខ្ទាតប៉ាងទាំងពីរនាក់ឯLong Giant នៅគ្នាវិញក៏បានដឹងអំពីការមកដល់នៃវត្តមានរបស់ Blue Giant ផងដែរអញ្ចឹងក៏ប្រយ័ត្នប្រញាល់ចេញមកខាងក្រៅហើយព្រះលហិតក៏បានសម្រាប់ខ្លួនឡើងទៅលើបញ្ចេញនៅស្នៀតធ្វើការវាយប្រហារមកកាន់ Blue Giant នៅខាងក្រៅ Blue Giant វិញក៏បានបញ្ចេញនៅរូបកាយធម្មពលការអាវុធអមតៈម្នាក់មួយដើមធ្វើការបញ្ចេញស្នៀតការបង្កើតដាវយឺននឹងយ៉ាងធ្វើការទប់ទល់ជាមួយនឹងការវាយប្រហាររបស់ព្រះលហិតប៉ុន្តែ Blue Giant គេមិនជាដៃគូជាមួយនឹងព្រះលហិតនោះទេត្រូវបានព្រះលហិតវាយគេឲ្យខ្ទាតប៉ាងមកខាងក្រោយត្រូវរបួសបន្តិចផងដែរបែបនេះដែលព្រះដែលត្រូវជាគ្រូរបស់គេក៏បានប្រាប់ឲ្យ Blue Giant នឹងបត់ទៅ33ដឺក្រេទៅខាងមុខខាងស្ដាំឆ្ពោះទៅខាងមុខ 9G បត់24ដឺក្រេទៅខាងមុខខាងស្ដាំទៀតផ្លាស់ទីទៅខាងមុខ 9G បន្តទៀតព្រះលហិតនៅខាងលើវិញបន្ទាប់ពីបានឃើញ Blue Giant អាចគេចពីការវាយប្រហាររបស់ខ្លួនឯងបាននិងអាចបំលាស់ទីបានយ៉ាងល្អដល់ត្រានេះគេពិតជាមានការភ្ញាក់ផ្អើលនឹងស្ទើរតែមិនគួរឲ្យជឿLong Giant វិញក៏មានការភ្ញាក់ផ្អើលដូចគ្នានឹងឆ្ងល់ផងដែរថាគេបែរជាអាចដឹងពីគន្លងនៃកូរ៉េនេះបានយ៉ាងល្អប៉ុន្តែហេតុអ្វីបានជាយើងមិនអាចរកឃើញគេកាលពីមុនអញ្ចឹងចំពោះព្រះលហិតវិញគេក៏បានគិតផងដែរថា Blue Giant គេបានលាក់នៅអត្តកំបាំងយ៉ាងសម្បើមចំពោះខ្លួនរបស់គេពេលសមោមស្តៀងស្វាក៏បានសួរព្រះលហិតថាតើពួកគេនឹងធ្វើអ្វីបន្តព្រះលហិតក៏បានប្រាប់គេវិញថាតំបន់វាលបំផ្ទុះមរណៈនេះគឺចិត្តបាត់ទៅហើយអញ្ចឹងពួកយើងគ្រាន់តែរងចាំគេនៅច្រោះចូលទៅគេនឹងមិនអាចរត់គេចខ្លួនបានទៀតទេដាក់បញ្ជាមកកាន់ពួកគេយ៉ាងដាច់អហង្ការទៀតថាពួកគេគឺត្រូវតែឈរយាមនៅខាងមុខច្រោះចូលដាច់ខាតគឺមិនអាចឲ្យ Blue Giant រត់គេចខ្លួនបានទៀតទេបើសិនជាអាចរត់គេចខ្លួនបានម្ដងទៀតគេនឹងមិនលើកលែងឲ្យអ្នកទាំងអស់គ្នានឹងឡើយអញ្ចឹងពួកគេគឺមានតែទទួលបញ្ជាយ៉ាងដាច់អហង្ការពីព្រះលហិតយើងងាកមកខាង Blue Giant របស់យើងវិញគេក៏បានធ្វើដំណើរមកដល់កំពូលភ្នំមួយដែលពោពេញទៅដោយពពកដ៏ស្រស់ស្គូយ៉ាងស្រស់ស្អាតដែលព្រះម្នាក់ក្នុងចំណោម10នាក់ក៏បានប្រាប់ Blue Giant ថានេះវាជាលើកចុងក្រោយហើយដែលគាត់បានធ្វើដំណើរមកកាន់ទីនេះបន្តពីសម័យកាលទន្ទឹមនឹងនេះផងដែលក៏សត្វតែឮសំឡេងក្រហើមរបស់សត្វមួយធ្វើឲ្យ Blue Giant របស់យើងនឹងស្ទើរតែបែកក្រាជាទៅហើយបែបនេះ Blue Giant គេក៏និយាយថាមើលទៅសំឡេងនេះក៏ហាក់ដូចជាសំឡេងនរណាម្នាក់កំពុងតែក្រដាស់អញ្ចឹងយើងងាកមកមើលម្ចាស់សំឡេងដែលដូចជាការក្រហើមប៉ុន្តែវាជាស្ដែងទៅគឺគ្រាន់តែជាការកដាស់របស់គេតែប៉ុណ្ណោះដែលជាសត្វអណ្ដាកដ៏ធំមួយហើយក៏មានសត្វឆ្កែនៅខាងលើខ្នងរបស់គេផងដែរដោយឃើញសត្វអណ្ដាកមួយនឹងចង់រត់ដេកអញ្ចឹងឆ្កែនៅខាងលើខ្នងរបស់គេក៏បានប្រាប់មកកាន់អណ្ដាកនឹងថាកុំតន់ដេកអីព្រោះវាហាក់ដូចជាមាននរណាម្នាក់បានធ្វើដំណើរមកកាន់ទីនេះហើយលើដូច្នេះអណ្ដាកដ៏ធំនឹងក៏បានបើកភ្នែកឡើងភ្ញាក់ឡើងដូចគ្នាហើយក៏ជួនសាច់រឿងក៏ត្រូវបញ្ចប់នៅត្រឹមនឹងទៀតផងអូខេហ្នឹងហើយតោះគ្នាសាច់រឿងនៃភាគទី4ក្នុងរដូវកាលទី3របស់យើងគឺត្រូវបញ្ចប់នៅត្រឹមនឹងហើយចុងក្រោយក៏មានអីនិយាយច្រើនដែរក្រៅពីអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចុច Subscribe ក៏ដូចជាការ Like នៅក្នុងវីដេអូ
មុននឹងវីដេអូនេះផងដែរអញ្ចឹងអ្វីដែលមានចង់និយាយគឺមានតែប៉ុណ្ណឹងនឹងឯងបាយបាយជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយក៏ដូចជាភាពបន្តទៀត